ទីកន្លែងជុំវិញពិភពលោកសូម្បីតែទីជនបទក៏មានផ្លាស្ទិកផងដែរហើយនៅក្នុងនោះដបទឹកសុទ្ធចំណុះ1លីត្រដែលមានលំអងផ្លាស្ទិករហូតទៅដល់240000ចំណែកយោងតាមការផ្សព្វផ្សាយពីវិទ្យុប្រាំងអន្តរជាតិ OFI នៅឆ្នាំ2024ហើយផ្លាស្ទិករបស់យើងគឺត្រូវបានផលិតចេញពីប្រេងឆៅដែលតម្រូវការថាមពលជាច្រើនផងដែរហើយនៅក្នុងនោះដើម្បីឲ្យផ្លាស្ទិករឹងថ្លាជាប់ស្វិតគេត្រូវបន្ថែមសារធាតុគីមីផងដែរយោងតាមប្រភពទិន្នន័យពីកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិថង់ចំនួន5000លានថង់ត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំចំណែកឯដបទឹកចំនួន1លានត្រូវបានទិញជារៀងរាល់នាទីហើយ98%នៃផលិតផលផ្លាស្ទិកត្រូវបានប្រើប្រាស់តែម្ដងដែលផលិតចេញមកពីប្រេងឆៅបច្ចុប្បន្នសំណល់ផ្លាស្ទិកប្រមាណ400លានតោនក្នុងមួយឆ្នាំដែលនៅក្នុងនោះមាន36%នៃសំណល់ផ្លាស្ទិកជាផលិតផលវេចខ្ចប់ដែលគេប្រើប្រាស់តែម្ដងហើយក្នុងចំណោម85%នៃផលិតផលផ្លាស្ទិកត្រូវបានបោះចោលពីវាលពាសកាលហើយនៅឆ្នាំ2040កម្រិតឧស្ម័នផ្ទះកញ្ចក់សរុបដែលបញ្ចេញអំពីសំណល់ផ្លាស្ទិកនឹងកើនឡើងរហូតទៅដល់19%នៃផលិតផលដែលបញ្ចេញឧស្ម័នកាបូនិកសរុបទូទាំងពិភពលោកហើយសំណល់ផ្លាស្ទិកមានប្រមាណចំនួន7000លានតោនរហូតមកដល់ពេលនេះហើយក្នុងចំណោមនោះមានមិនដល់10%ផងត្រូវបានយកមកកែច្នៃឡើងវិញជារៀងរាល់ថ្ងៃទីក្រុងភ្នំពេញផលិតសម្រាមប្រមាណ3500តោនហើយនៅក្នុងចំណោមនោះមានសំណល់ផ្លាស្ទិកប្រមាណ20%ផងដែរជារៀងរាល់ថ្ងៃប្រទេសកម្ពុជារបស់យើងបានប្រើប្រាស់ថង់ផ្លាស្ទិកចំនួន10លានថង់ហើយថង់ផ្លាស្ទិកចំណាយរយៈពេលយូរសម្រាប់ការបំបែកធាតុហើយការបំបែកនេះផងដែរនាំមកនៅបញ្ហាទៅដល់មនុស្សសត្វរុក្ខជាតិនិងបរិស្ថានផងដែរពេលផ្លាស្ទិកត្រូវពន្លឺកម្ដៅវាបានបំបែកទៅជាលំអងតូចៗហើយក៏ជ្រៀតចូលទៅក្នុងទឹកដីខ្យល់ភាវៈរស់នានារួមទាំងមនុស្សផងដែរហើយវានាំមកនៅផលប៉ះពាល់ដល់សុខភាពមនុស្សបង្កជាបញ្ហានិងជំងឺផ្សេងដែលមានដូចជាមហារីកនិងផលប៉ះពាល់ដល់បរិស្ថានហើយជារៀងរាល់ថ្ងៃផ្លាស្ទិកឬក៏ភាគល្អិតបានទេចូលទៅក្នុងសារពាង្គកាយប្រមាណជាង5ក្រាមស្មើនឹងទំហំប៉ុនក្រេឌីតកាតមួយហើយសារធាតុគីមីដែលមាននៅក្នុងផ្លាស្ទិកវានាំមកនៅផលប៉ះពាល់ដល់ទារកនិងកុមារដូចជាកើតមកមិនប្រក្រតីមិនគ្រប់គីឡូមានបញ្ហាខួរក្បាលនិងអរិយាប័ត្រខុសប្រក្រតីផងដែរចំពោះផលប៉ះពាល់ផ្លាស្ទិកទៅលើមនុស្សពេញវ័យដែលជាប់ទាក់ទងជាមួយនឹងជំងឺទឹកនោមផ្អែមបេះដូងអសមត្ថភាពផ្លូវភេទមហារីកនិង49%បានស្លាប់មុនអាយុចំនួន10ឆ្នាំទៅតាមការសិក្សារបស់ CNN ផងដែរតាមប្រភពទិន្នន័យពីក្រសួងបរិស្ថានបានឲ្យដឹងថាការដុតផ្លាស្ទិកបង្កឲ្យមានផលប៉ះពាល់ទៅដល់សុខភាពរួមទាំងជំងឺផ្លូវដង្ហើមមហារីកការកើនឡើងកម្ដៅផែនដីនិងបញ្ហាផ្សេងទៀតនៃបរិស្ថានផងដែរតាមរយៈប្រភពទិន្នន័យពី National Geography បានឲ្យដឹងថាជារៀងរាល់ឆ្នាំសត្វរាប់លានក្បាលបានស្លាប់ដោយសារតែផ្លាស្ទិកហើយនៅក្នុងនោះរាប់ចាប់ពីសត្វលើគោករហូតទៅដល់សត្វក្នុងទឹកនៅលើផែនដីគ្រប់ទីកន្លែងមានផ្លាស្ទិកយើងចូលរួមកាត់បន្ថយផ្លាស្ទិកបានតាមរយៈការប្រើប្រាស់ដបទឹកនិងប្រអប់បាយដែលធ្វើអំពីដែកអ៊ីណុកឬអាលុយមីញ៉ូមប្រើប្រាស់ស្លឹកសម្រាប់វេចខ្ចប់ស្លឹកចេកស្លឹកឈូកបើទៅផ្សារប្រើប្រាស់កន្ត្រកឬថង់បរិស្ថានជៀសវាងការប្រើប្រាស់ផ្លាស្ទិកដែលមិនចាំបាច់និងការប្រើប្រាស់ផលិតផលផ្លាស្ទិកតែម្ដងឬប្រើប្រាស់ផ្លាស្ទិកឲ្យអស់លទ្ធភាពមុននឹងបោះបង់ចោលប្រើប្រាស់វាឡើងវិញធ្វើជារបស់ផ្សេងទៀតកែច្នៃឲ្យអស់លទ្ធភាពតាមតែអាចធ្វើទៅបានដើម្បីទុកដាក់សម្រាមឲ្យបានត្រឹមត្រូវញែកជាសំណល់សើមជាសំណល់ងាយរលួយឬសំណល់សរីរាង្គសំណល់ស្ងួតជាសំណល់កែច្នៃនិងសំណល់គ្រោះថ្នាក់គឺជាសំណល់ដែលមកពីមន្ទីរពេទ្យឬឧស្សាហកម្ម